សាស្ត្រសម័យថាវាយន្តហោះមួយដែលអាចមើលឃើញសត្រូវមុនពេលដែលសត្រូវដឹងខ្លួនថាវាមានវត្តមានទៅទៀតវាជាយន្តហោះចម្បាំងដែលមិនត្រឹមតែត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងដែនអាកាសប៉ុណ្ណោះទេប៉ុន្តែវាអាចភ្ជាប់ទំនាក់ទំនងជាមួយយន្តហោះនាវានិងកងកម្លាំងជើងគោកទាំងអស់ទៅក្នុងបណ្ដាញប្រយុទ្ធតែមួយថែមទៀតផងជាយន្តហោះចម្បាំងដ៏ទំនើបបំផុតនិងបង្កឲ្យមានការវេទជាច្រើនបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រហើយនេះគឺជា S35 Lightning II ត្រូវបានបង្កើតឡើងសម្រាប់សមរភូមិនៃសតវត្សទី21យន្តហោះ S35 បានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយការច្របាច់បញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញា sensor forcing សមត្ថភាពវាយប្រហារចំគោលដៅច្បាស់លាស់និងបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងប្រព័ន្ធតែមួយបេសកកម្មរបស់វាគឺសាមញ្ញបំផុតរកឃើញមុនសម្រាប់ចិត្តមុននិងវាយប្រហារមុនប៉ុន្តែយន្តហោះចម្បាំងបដិវត្តមួយនេះកើតឡើងដោយរបៀបណាហើយហេតុអ្វីបានជាប្រទេសជាច្រើនសម្រេចចិត្តវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីដាក់ឲ្យវាដំណើរការនៅក្នុងដែនអាកាសរបស់ពួកគេថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងយល់យ៉ាងស៊ីជម្រៅអំពីបច្ចេកវិទ្យាប្រវត្តិសាស្ត្រអាវុធនិងសមត្ថភាពប្រយុទ្ធរបស់ S35 Lightning II ដើម្បីយល់ច្បាស់ពី S35 ដំបូងយើងត្រូវត្រឡប់ទៅកាន់ទសវត្សរ៍ឆ្នាំ1990ជាមុនសិននៅពេលនោះយោធាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់យន្តហោះចម្បាំងជាច្រើនប្រភេទដែលត្រូវបានរចនាឡើងសម្រាប់បេសកកម្មខុសៗគ្នាកងទ័ពអាកាសបានពឹងផ្អែកយ៉ាងខ្លាំងលើដងខ្លួនយន្តហោះ F-16 Fighting Falcon ចំណែកឯកងទ័ពជើងទឹកបានដំណើរការយន្តហោះ FA-18 Hornet ចេញពីនាវាផ្ទុកយន្តហោះនៅទូទាំងពិភពលោកខណៈពេលនោះដែរកងមេរៀនសហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះ AV-8B Harrier ដែលល្បីល្បាញខាងសមត្ថភាពចុះចតក្នុងទម្រង់បញ្ឈរការថែទាំយន្តហោះទាំងវងបាច់ដលៃពីគ្នាបែបនេះគឺមានតម្លៃថ្លៃនិងមានភាពស្មុគស្មាញខ្លាំងណាស់អ្នករៀបចំផែនការចង់បានយន្តហោះចម្បាំងតែមួយប្រភេទដែលមានសមត្ថភាពបំពេញបេសកកម្មបានច្រើនទម្រង់ព្រមទាំងអាចកាត់បន្ថយចំណាយលើប្រតិបត្តិការក្នុងរយៈពេលវែងផងដែរចក្ខុវិស័យដ៏មហិច្ឆតានេះត្រូវបានគេស្គាល់ថាកម្មវិធីយន្តហោះចម្បាំង Joint Strike Fighter Programក្រុមហ៊ុនអាកាសចរនិងអវកាសជាច្រើនបានប្រកួតប្រជែងគ្នាក្នុងការដេញថ្លៃយកកិច្ចសន្យាមួយនេះហើយបន្ទាប់ពីឆ្លងកាត់ការសាកល្បងនិងវិតម្លៃអស់រយៈពេលជាច្រើនឆ្នាំក្រុមហ៊ុន Lockheed Martin បានក្លាយជាអ្នកឈ្នះសារជាថ្មីម្ដងទៀតលទ្ធផលចុងក្រោយនៃការបង្កើតនោះក៏បានក្លាយជា S35 Lightning II នាពេលបច្ចុប្បន្ននេះផងដែរខុសពីយន្តហោះចម្បាំងចំនួនមុន S35 ត្រូវបានរចនាតាំងពីដំបូងមកជាទម្រង់ Family Aircraft វាត្រូវបានអភិវឌ្ឍឡើងជា3ទម្រង់ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នានៃកងទ័ពសហរដ្ឋអាមេរិកទម្រង់ទី1 S35A នេះគឺជា model ដែលហោះឡើងនិងចុះចតតាមរបៀបធម្មតាដែលត្រូវបានប្រើប្រាស់ជាចម្បងដោយកងទ័ពអាកាសនៅជុំវិញពិភពលោកទម្រង់ទី2 F35B F35B មានសមត្ថភាពពិសេសវាអាចហោះហើរឡើងក្នុងរយៈចម្ងាយខ្លីនិងចុះចតក្នុងទម្រង់បញ្ឈរបានសមត្ថភាពនេះអនុញ្ញាតឲ្យវាអាចធ្វើប្រតិបត្តិការចេញពីនាវាផ្ទុកយន្តហោះខ្នាតតូចនាវាវាយប្រហារខ្នាតធំនិងប្រលានយន្តហោះដាច់ស្រយាលបានផងដែរចំណែកឯទម្រង់ទី3គឺ F35C វាត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការនៅលើនាវាផ្ទុកយន្តហោះខ្នាតធំដោយវាមានស្នាបធំជាងមុននិងមានប្រព័ន្ធចុះចតដែលត្រូវបានពង្រីកឲ្យរឹងមាំជាងមុនទោះបីជា model នីមួយៗបំពេញតួនាទីខុសៗគ្នាក៏ដោយក៏ពួកវាប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចគ្នាស្ទើរតែទាំងអស់ហើយបច្ចេកវិទ្យាទាំងនោះចាប់ផ្ដើមចេញពីលក្ខណៈពិសេសបំផុតនិងសំខាន់បំផុតមួយរបស់យន្តហោះនេះនោះគឺប្រព័ន្ធបំបាំងកាយបច្ចេកវិទ្យាបំបាំងកាយជារឿយៗត្រូវបានគេពិពណ៌នាថាជាសមត្ថភាពដែលអាចធ្វើឲ្យរ៉ាដាមើលមិនឃើញប៉ុន្តែការពិតបច្ចេកវិទ្យាបំបាំងកាយមិនមែនធ្វើឲ្យយន្តហោះបាត់ស្រមោលទាំងស្រុងពីប្រព័ន្ធរ៉ាដានោះទេផ្ទុយទៅវិញវាជួយកាត់បន្ថយការឆ្លុះបញ្ចាំងនៃរលករ៉ាដារបស់យន្តហោះធ្វើឲ្យការស្វែងរកទីតាំងរបស់វាមានភាពលំបាកជាងមុន F35 សម្រាប់បាននៅចំណុចនេះតាមរយៈការរួមបញ្ចូលគ្នារវាងការរចនាវិស្វកម្មដ៏លំដាប់និងការប្រើប្រាស់សម្ភារៈពិសេសរូបរាងដងខ្លួនរបស់វាត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដើម្បីឲ្យរលកសញ្ញាងាកចេញទៅទិសដៅផ្សេងពីប្រភពដើមរបស់វា
ផ្ទៃដងខ្លួនដ៏រលោងកែមជ្រុងដែលមានជំរាលនិងឃ្លាំងផ្ទុកអាវុធនៅខាងក្នុងដងខ្លួនសុទ្ធតែរួមចំណែកធ្វើឲ្យកម្រិតនៃការមើលឃើញរបស់វាមានកម្រិតទាបបំផុតខុសពីយន្តហោះចម្បាំងចំនួនចាស់ៗដែលផ្ទុកអាវុធនៅខាងក្រៅដងខ្លួន S-35 អាចលាក់គ្រាប់មីស៊ីលនិងគ្រាប់បែកភាគច្រើននៅក្នុងខ្លួនរបស់វាតែម្ដងការធ្វើបែបនេះជួយកាត់បន្ថយការឆ្លុះបញ្ចាំងនៃរ៉ាដានិងជួយរក្សាទម្រង់បំបាំងកាយរបស់វាបានយ៉ាងល្អក្នុងកំឡុងពេលបំពេញបេសកកម្មសម្ភារៈពិសេសដែលអាចស្រូបរលករ៉ាដាក៏ត្រូវបានគេយកមកស្រោបនៅលើផ្នែកសំខាន់ៗនៃយន្តហោះផងដែរបច្ចេកវិទ្យាទាំងនេះរួមបញ្ចូលគ្នាអនុញ្ញាតឲ្យ S-35 អាចហោះចូលទៅក្នុងដែនអាកាសរបស់សត្រូវដោយមានភាគរយតិចតួចបំផុតក្នុងការរកឃើញប៉ុន្តែបច្ចេកវិទ្យាបំបាំងកាយតែមួយមុខមិនអាចយកឈ្នះក្នុងសមរភូមិបាននោះទេយន្តហោះក៏ត្រូវតែមានកម្លាំងនិងសមត្ថភាពហោះហើរខ្ពស់ដើម្បីរស់រានមានជីវិតនៅក្នុងដែនអាកាសដែលមានការប្រកួតប្រជែងគ្នាខ្លាំងផងដែរបេះដូងរបស់ S-35 គឺម៉ាស៊ីន Pratt & Whitney F135 វាគឺជាម៉ាស៊ីនយន្តហោះចម្បាំងដែលមានកម្លាំងខ្លាំងបំផុតមិនធ្លាប់មានការដំឡើងទៅលើលំដាប់យន្តហោះចម្បាំងម៉ាស៊ីនទោលពីមុនឡើយដែលបង្កើតកម្លាំងរុញច្រានបានច្រើនជាង 40,000 ផោនម៉ាស៊ីននេះផ្ដល់ឲ្យយន្តហោះនៅសមត្ថភាពស្ទុះលឿននិងការហោះហើរឡើងទៅលើបានយ៉ាងអស្ចារ្យ F-35 អាចហោះហើរបានល្បឿនរហូតដល់ប្រហែល Mach 1.6 នោះគឺមានល្បឿនប្រហែល1ដងកន្លះនៃល្បឿននៃសំឡេងទោះជាយ៉ាងណាក៏ដោយល្បឿនលឿនតែមួយមុខមិនមែនជាអត្ថប្រយោជន៍ចម្បងរបស់យន្តហោះនេះឡើយកម្លាំងពិតប្រាកដរបស់ F-35 គឺស្ថិតនៅលើសមត្ថភាពក្នុងការប្រមូលផ្ដុំដំណើរការនិងការចែករំលែកព័ត៌មានអ្នកជំនាញយោធាតែងតែពិពណ៌នា F-35 គឺប្រៀបដូចជាកុំព្យូទ័រហោះមិនចាញ់រូបរាងរបស់វាឡើយឧបករណ៍ចាប់សញ្ញា sensor រាប់ពាន់គ្រាប់កំពុងប្រមូលទិន្នន័យជាបន្តបន្ទាប់ពីសមរភូមិជុំវិញខ្លួនវាប្រព័ន្ធកុំព្យូទ័រដ៏ទំនើបរបស់យន្តហោះបានច្របាច់ព័ត៌មានទាំងនេះទៅជារូបភាពតែមួយដ៏ច្បាស់លាស់សម្រាប់អ្នកបើកបរដំណើរការនេះត្រូវបានគេហៅថាការច្របាច់បញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញា sensor fusionជំនួយឲ្យការតាមដានអេក្រង់ជាច្រើនដងនិងប្រព័ន្ធដាច់ដោយឡែកពីគ្នាអ្នកបើកបរទទួលបានទិន្នន័យរួមតែមួយនៃរាល់ការគម្រាមកំហែងគោលដៅនិងកងកម្លាំងសម្ព័ន្ធមិត្តប្រព័ន្ធដែលគួរឲ្យកត់សម្គាល់បំផុតមួយដែលគាំទ្រដល់សមត្ថភាពនេះគឺប្រព័ន្ធចែកចាយ Distributed Aperture Systemឬដែលគេហៅកាត់ថា DAS កាមេរ៉ា infrared ជាច្រើនត្រូវបានដំឡើងនៅជុំវិញយន្តហោះដែលផ្ដល់នូវការមើលឃើញជុំវិញខ្លួនបានពេញ360ដឺក្រេកាមេរ៉ាទាំងនេះអាចរកឃើញយន្តហោះគ្រាប់មីស៊ីលនិងការគំរាមកំហែងផ្សេងៗទៀតដែលចូលមកជិតពីគ្រប់ទិសទីបន្ទាប់មកព័ត៌មានទាំងនេះនឹងត្រូវចាក់បញ្ចាំងដោយផ្ទាល់ទៅលើកញ្ចក់មួកការពាររបស់អ្នកបើកបរហើយមួកការពារនោះហើយដែលផ្ដល់ឲ្យ S-35 នៅសមត្ថភាពដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មាននៅក្នុងវិស័យអាកាសចរយោធាអ្នកបើកបរយន្តហោះចម្បាំងបែបប្រពៃណីតែងតែពឹងផ្អែកលើអេក្រង់បង្ហាញព័ត៌មានដែលដំឡើងនៅខាងមុខកាប៊ីនយន្តហោះប៉ុន្តែ S-35 ប្រើវិធីសាស្ត្រខុសគ្នាស្រឡះប្រព័ន្ធបង្ហាញព័ត៌មាននៅក្នុងមួកការពាររបស់វាឬ HMDS ដាក់បង្ហាញព័ត៌មានហោះហើរនិងព័ត៌មានប្រយោជន៍សំខាន់ៗដោយផ្ទាល់នៅលើកញ្ចក់ការពារភ្នែករបស់មួកអ្នកបើកបរតែម្ដងកម្ពស់ល្បឿនទិន្នន័យរករកទិសដៅព័ត៌មានគោលដៅនិងការព្រមានអំពីការគម្រាមកំហែងគឺតែងតែស្ថិតនៅក្នុងខ្សែភ្នែក Pilot ចម្បាំងជានិច្ចប៉ុន្តែមួកការពារនេះមានសមត្ថភាពធ្វើបានច្រើនជាងការបង្ហាញព័ត៌មានទៅទៀតដោយការរួមបញ្ចូលទិន្នន័យពីកាមេរ៉ាខាងក្រៅរបស់យន្តហោះវានាំមកនៅរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអ្នកបើកបរអាចមើលធ្លុះកម្រាលកាប៊ីនយន្តហោះដើម្បីសម្លឹងមើលទិដ្ឋភាពនៅខាងក្រោមបានយ៉ាងច្បាស់សកម្មភាពនេះផ្ដល់នូវការយល់ដឹងពីស្ថានភាពជុំវិញខ្លួនទាំងក្នុងកំឡុងពេលប្រយុទ្ធនិងក្នុងប្រតិបត្តិការហោះហើរដ៏ស្មុគស្មាញនៅក្នុងសមរភូមិពេលបច្ចុប្បន្នការយល់ដឹងពីស្ថានភាពជុំវិញខ្លួនជារឿយៗមានសារៈសំខាន់ជាងការហោះហើរឲ្យលឿនជាងគូប្រកួតទៅទៀត S-35 ត្រូវបានរចនាឡើងដោយផ្អែកលើទស្សនវិជ្ជានេះឧបករណ៍ចាត់សញ្ញាដ៏ទំនើបរបស់វាអនុញ្ញាតឲ្យអ្នកបើកបរអាចស្វែងរកកំណត់អត្តសញ្ញាណនិងតាមដានការគម្រាមកំហែងពីចម្ងាយបានផងដែរនៅពេលដែលគោលដៅត្រូវបានកំណត់អត្តសញ្ញាណរួចរាល់យន្តហោះអាចចូលរួមប្រយុទ្ធដោយប្រើប្រាស់អាវុធដ៏សម្បូរបែបសម្រាប់ការប្រយុទ្ធពីអាកាសទៅអាកាសឬ air to air ជាទូទៅ S-35 ផ្ទុកគ្រាប់មីស៊ីល AIM-120 នៅខាងក្នុងឃ្លាំងអា
អាវុធខាងក្នុងដងខ្លួនរបស់វាក្រុមមីស៊ីលទាំងនេះមានសមត្ថភាពកំទេចយន្តហោះសត្រូវដែលនៅឆ្ងាយហួសពីដែនដែល pilot អាចមើលឃើញទៅទៀតសម្រាប់ការប្រយុទ្ធក្នុងចម្ងាយជិតអ្នកបើកបរអាចប្រើប្រាស់គ្រាប់មីស៊ីល AIM-9X Sidewinder ដែលមានភាពបត់បែនខ្ពស់ប្រឆាំងនឹងគោលដៅនៅលើដី S-35 អាចទុកគ្រាប់បែកនាំផ្លូវដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារចំគោលដៅដោយមានភាពត្រឹមត្រូវដ៏ល្អឥតខ្ចោះអាវុធទាំងនោះរួមមានគ្រាប់រំសេវវាយប្រហារផ្ទាល់ឬដែលគេស្គាល់ជាទូទៅថា JDAMS និងគ្រាប់បែកខ្នាតតូចអាវុធទាំងនេះអនុញ្ញាតឲ្យយន្តហោះអាចបំផ្លាញមជ្ឈមណ្ឌលបញ្ជាការប្រព័ន្ធការពារដែនអាកាសយន្តហោះយោធានិងគោលដៅយុទ្ធសាស្ត្រផ្សេងៗទៀតI-35 ក៏ត្រូវបានបំពាក់ដោយសមត្ថភាពសង្គ្រាមអេឡិចត្រូនិកដ៏ទំនើបផងដែរប្រព័ន្ធទាំងនេះអាចរកឃើញការបញ្ចេញរលករ៉ាដារបស់សត្រូវកំណត់អត្តសញ្ញាណការគំរាមកំហែងនិងជួយឲ្យយន្តហោះរស់រានមានជីវិតនៅក្នុងលំហអាកាសដែលមានការការពារយ៉ាងតឹងរ៉ឹងការរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាបំបាំងកាយនិងការច្របាច់បញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញាសមត្ថភាពទាំងនេះធ្វើឲ្យ S-35 ក្លាយជាយន្តហោះចម្បាំងពហុតួនាទីដ៏មានប្រសិទ្ធភាពបំផុតមួយមិនធ្លាប់មានការអភិវឌ្ឍពីមុនមក S-35 មិនមែនត្រូវបានប្រតិបត្តិការដោយប្រទេសតែមួយនោះទេវាបានក្លាយជាគ្រឹះដ៏សំខាន់នៃវិស័យអាកាសចរយោធាសម្រាប់បណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកដែលចំនួននេះកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំសហរដ្ឋអាមេរិកនៅតែជាអ្នកប្រតិបត្តិការធំជាងគេប៉ុន្តែប្រទេសជាសម្ព័ន្ធមិត្តជាច្រើនក៏បានដាក់បញ្ចូលយន្តហោះនេះទៅក្នុងកងទ័ពរបស់ពួកគេដែរបណ្ដាប្រទេសនានារួមមានចក្រភពអង់គ្លេសអ៊ីតាលីណ័រវេសអូស្ត្រាលីជប៉ុនកូរ៉េខាងត្បូងអ៊ីស្រាអែលនិងប្រទេសមួយចំនួនទៀតបានដាក់បញ្ចូល S-35 ទៅក្នុងកងទ័ពអាកាសរបស់ពួកគេការទទួលយកមកប្រើប្រាស់យ៉ាងទូលំទូលាយនេះបង្កើតបានជាអត្ថប្រយោជន៍យុទ្ធសាស្ត្រដ៏សំខាន់មួយបណ្ដាប្រទេសដែលប្រើ S-35 អាចចែករំលែកព័ត៌មាននិងសម្របសម្រួលបេសកកម្មរួមគ្នាកាន់តែមានប្រសិទ្ធភាពតាមរយៈបណ្ដាញយោធាសម្ព័ន្ធមិត្តយន្តហោះនេះក៏បានប្រមូលផ្ដុំនៅបទពិសោធន៍ប្រតិបត្តិការជាក់ស្ដែងនៅក្នុងពិភពពិតដ៏មានតម្លៃផងដែរក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក្រុមហ៊ុនយន្តហោះចម្បាំង S-35 បានចូលរួមក្នុងបេសកកម្មប្រយុទ្ធប្រតិបត្តិការប្រមូលព័ត៌មានសម្ងាត់និងការល្បាតដើម្បីរារាំងសត្រូវនិងការធ្វើសម្ពយុទ្ធពហុជាតិសាសន៍អ្នកគាំទ្របានវែកញែកថាការច្របាច់បញ្ចូលគ្នានៃឧបករណ៍ចាប់សញ្ញាដែលគ្មានគូប្រៀបលក្ខណៈបំបាំងកាយនិងសមត្ថភាពតភ្ជាប់បណ្ដាញរបស់យន្តហោះនេះបានផ្លាស់ប្ដូរទម្រង់នៃការធ្វើសង្គ្រាមអាកាសទំនើបយ៉ាងពិតប្រាកដទោះជាយ៉ាងណាក៏ដោយអ្នករីគុណបានចង្អុលបង្ហាញពីតម្លៃនៃការអភិវឌ្ឍដ៏ខ្ពស់និងភាពស្មុគស្មាញក្នុងការទ្រទ្រង់ប្រព័ន្ធដ៏ទំនើបបែបនេះទោះបីជាមានការវែកញែកដេញដោលទាំងនេះក៏ដោយក៏ S-35 នៅតែបន្តអភិវឌ្ឍតាមរយៈការធ្វើបច្ចុប្បន្នភាពកម្មវិធី software upgrade ការរួមបញ្ចូលអាវុធថ្មីៗនិងការកែលម្អសមត្ថភាពប្រតិបត្តិការឲ្យកាន់តែប្រសើរឡើងផងដែរនៅពេលប្រៀបធៀបជាមួយនឹងយន្តហោះចម្បាំងទំនើបៗផ្សេងទៀតដូចជា M22 Raptor J20 របស់ចិនឬ Su-57 របស់រុស្ស៊ី S-35 មានភាពលេចធ្លោខ្លាំងជាងគេតាមរយៈការសង្កត់ធ្ងន់លើការគ្រប់គ្រងព័ត៌មាននិងការតភ្ជាប់ទំនាក់ទំនងនៅក្នុងសមរភូមិលើពីយន្តហោះចម្បាំងធម្មតា S-35 Lightning II តំណាងឲ្យការធ្វើសង្គ្រាមជំនាន់ថ្មីដែលព័ត៌មានអាចមានអំណាចស្មើនឹងកម្លាំងអាវុធបំផ្លិចបំផ្លាញផ្ទាល់នៅពេលដែលបច្ចេកវិទ្យាបន្តកែប្រែទម្រង់សមរភូមិសំណួរនៅតែបន្តមានថាតើ S-35 គឺជាអនាគតនៃសង្គ្រាមអាកាសឬក៏វាគ្រាន់តែជាការចាប់ផ្ដើមនៃអ្វីមួយដែលនឹងមកដល់បន្ទាប់ទៀតតែប៉ុណ្ណោះប្រសិនបើអ្នកពេញចិត្តនឹងវីដេអូនេះកុំភ្លេចចុច like subscribe និងចូលរួមជាមួយខ្ញុំសម្រាប់រឿងរ៉ាវបន្ថែមទៀតពីពិភពអាកាសចរយោធាអរគុណបាយបាយ